ស្កលវិទ្យាល័យល្បីៗចំនួន5នៅក្នុងខេត្តហឺណានអញ្ចឹងវីដេអូនេះគឺជូនជាពិសេសដល់បងប្អូនដែលមានបំណងមកសិក្សានៅក្នុងខេត្តហឺណានបាទសាកលវិទ្យាល័យដែលជាប់លំដាប់ថ្នាក់លេខ5នៅក្នុងខេត្តហឺណាននេះមានឈ្មោះថា Henan Agricultural University បាទសាកលវិទ្យាល័យនេះគឺជាសាកលវិទ្យាល័យមួយដែលផ្ដោតសំខាន់ទៅលើផ្នែកសិក្សាសាស្ត្រផ្នែកសវកម្មនិងផ្នែកវិស្វកម្មកសិកម្មអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ទៅលើផ្នែកកសិកម្មឬក៏ផ្នែកបរិស្ថានបងប្អូនអាចពិចារណាលើសាកលវិទ្យាល័យនេះបាទរីឯសាកលវិទ្យាល័យដែលជាប់លំដាប់ថ្នាក់លេខ4នៅក្នុងខេត្តនេះដែរមានឈ្មោះថា Henan University of Technology បាទសាកលវិទ្យាល័យនេះគឺជាសាកលវិទ្យាល័យមួយដែលផ្ដោតសំខាន់ទៅលើផ្នែកវិទ្យាសាស្ត្រចំណីអាហារផ្នែកវិស្វកម្មមេកានិកនិងផ្នែកការគ្រប់គ្រងឃ្លាំងបាទអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ទៅលើផ្នែកវិទ្យាសាស្ត្រចំណីអាហារឬក៏ការគ្រប់គ្រងឃ្លាំងបងប្អូនអាចពិចារណាលើសាកលវិទ្យាល័យមួយនេះរីឯសាកលវិទ្យាល័យដែលជាប់លំដាប់ថ្នាក់លេខ3នៅក្នុងខេត្តមួយនេះមានឈ្មោះថា Henan Normal University បាទសាកលវិទ្យាល័យនេះគឺជាសាកលវិទ្យាល័យមួយដែលផ្ដោតសំខាន់ទៅលើការអប់រំបាទផ្នែកចិត្តសាស្ត្រក៏ដូចជាផ្នែកអក្សរសាស្ត្រចិនផងដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍លើឯកទេសនេះបាទចង់ខ្លាយជាគ្រូបង្រៀនការបណ្ដុះបណ្ដាលផ្នែកអប់រំបងប្អូនអាចពិចារណាលើសាកលវិទ្យាល័យនេះបាទរីឯសាកលវិទ្យាល័យដែលជាប់លំដាប់ថ្នាក់លេខ2នៅក្នុងខេត្តមួយនេះដែរមានឈ្មោះថា Henan University បាទសាកលវិទ្យាល័យនេះគឺជាសាកលវិទ្យាល័យដែលផ្ដោតសំខាន់ទៅលើការអប់រំដូចគ្នាបាទផ្នែកវិទ្យាសាស្ត្រមនុស្សក៏ដូចជាផ្នែកសេដ្ឋកិច្ចអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍លើផ្នែកអប់រំផ្នែកវិទ្យាសាស្ត្រមនុស្សឬក៏ផ្នែកសេដ្ឋកិច្ចបងប្អូនអាចពិចារណាលើសាកលវិទ្យាល័យមួយនេះរីឯសាកលវិទ្យាល័យដែលជាប់លំដាប់ថ្នាក់លេខ1នៅក្នុងខេត្តនេះដែរមានឈ្មោះថាចិនជូ University បាទសាកលវិទ្យាល័យនេះគឺជាសាកលវិទ្យាល័យមួយដែលផ្ដោតសំខាន់ទៅលើផ្នែកឱសថបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ក្លាយទៅជាឱសថការីបាទគិលានុបដ្ឋាយិកាផ្នែកពេទ្យបងប្អូនអាចពិចារណាលើសាកលវិទ្យាល័យមួយនេះមិនត្រឹមតែប៉ុណ្ណោះសាកលវិទ្យាល័យនេះក៏ជាសាកលវិទ្យាល័យមួយដែលផ្ដោតសំខាន់ទៅលើផ្នែកច្បាប់និងផ្នែកធុរកិច្ចផងដែរបាទអញ្ចឹងខេត្តហឺណានគឺជាខេត្តមួយដ៏ពេញនិយមដ៏មានការអភិវឌ្ឍខ្លាំងបាទអញ្ចឹងបងប្អូនអាចពិចារណាមកសិក្សានៅខេត្តមួយនេះបាទសូមអរគុណ